បាទសួស្តីប្រិយមិត្តទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំវិលត្រឡប់មកវិញនៅជាមួយវីដេអូថ្មីដែលបងប្អូនប្រិយមិត្តទាំងអស់គ្នារងចាំស្ដាប់និងទស្សនាបាទនៅវីដេអូមុនខ្ញុំបានរៀបរាប់អំពីរឿងដែលកើតឡើងនៅជុំវិញភូមិឬក៏ស្រុកឬក៏បានកើតឡើងនៅជិតផ្ទះរបស់ខ្ញុំបាទចំនួនដូចជាពី3រឿងដែរហើយបាទថ្ងៃនេះដែរខ្ញុំមានរឿងមួយទៀតដែលវាកើតឡើងនៅជិតផ្ទះដែរខ្ញុំបាទដកស្រង់ចេញពីរឿងពុកម៉ែបងប្អូនដែលបាននិយាយតគ្នាហើយក៏រឿងនេះក៏បានកើតឡើងសឹងតែគ្រប់ផ្ទះដែរបាទបងប្អូននៅក្នុងផ្ទះបងប្អូនតើមានរឿងបែបហ្នឹងកើតឡើងដែរឬអត់បាទបើសិនជាមានបងប្អូនសូមជួយ comment ផងហើយបើសិនជាអត់មានក៏ជួយ comment ផងដែរបាទរឿងដែលបានកើតឡើងនៅក្នុងផ្ទះអ្នកជិតខាងរបស់ខ្ញុំទីទៀតបងប្អូននឹងបានដឹងហើយថាមានរឿងអីហើយក៏វាជារឿងដែលជាធម្មតាឬក៏ជារឿងទំនៀមទម្លាប់ប្រពៃណីតាំងពីចាស់ពីមុនគាត់បានគោរពនិងធ្វើតាមទំនៀមទម្លាប់រហូតមកដល់សពថ្ងៃនឹងអញ្ចឹងបាទបងប្អូនជាទូទៅតាមផ្ទះឬក៏តាមគ្រួសារនីមួយៗតែងតែមានទម្លាប់ប្រពៃណីឬក៏មានច្បាប់ក្បួនខុសគ្នាបន្តិចបន្តួចមិនអត់ទេបងប្អូនដោយសារតែឧទាហរណ៍បើសិនជាមិនមានទំនៀមទម្លាប់នៅក្នុងគ្រួសារទេគ្រួសារក៏អត់មានលក្ខណៈថាគ្រប់គ្នាទៅវិញទៅមកអីដែរបាទជាបន្តទៀតខ្ញុំបាទសូមលើករឿងមួយដែលដូចខ្ញុំនិយាយពីមុនអញ្ចឹងរឿងនេះដែលបានកើតឡើងជាធម្មតាទៅហើយប៉ុន្តែខ្ញុំចង់ដកស្រង់មកនិយាយបន្តទៀតតើរឿងដែលខ្ញុំបានដកស្រង់រឿងដែលខ្ញុំបានយកមកសម្រាយប្រាប់បងប្អូនតើបងប្អូនយល់យ៉ាងណាដែរតើខ្ញុំនិយាយនេះខុសឬក៏ត្រូវអីសូមបងប្អូនcomment មកហើយបើសិនជាបងប្អូនថាអត់ទេខុសហើយមិនមែនរឿងបែបហ្នឹងកើតឡើងទេបងប្អូនក៏អាច comment បានដែរដោយសារតែរឿងនេះខ្ញុំបានដកស្រង់ចេញមកពីផ្ទះបងម្នាក់នៅជិតផ្ទះខ្ញុំហើយរឿងដែលគាត់បានប្រាប់ខ្ញុំហ្នឹងក៏ជារឿងស្តៀងដែលខ្ញុំបានជួបបានផ្ទះដែរហ្នឹងហើយបងប្អូនកុំចាំយូរខ្ញុំសូមនាំបងប្អូនទៅស្ដាប់នៅរឿងដែលខ្ញុំថាលើកឡើងប្រាប់បងប្អូននឹងបាទមានបងស្រីម្នាក់គាត់ឈ្មោះចន្ទធូបងគាត់ទៅតែការហើយជាមួយនឹងគ្រួសារគាត់បាទគាត់ការហើយគាត់សល់ចំណងដៃខ្លះហើយនឹងបែជួយខ្លះចឹងទៅគាត់បានសាងសង់ផ្ទះមួយកន្លែងដែលនៅដីចំការក្បែរជើងភ្នំនៅវាលក្ខណៈថាស្ងាត់ចងំចឹងណាបងប្អូនប៉ុន្តែការធ្វើផ្ទះរបស់គាត់ហ្នឹងក៏អត់មានអីត្រូវជាការរារាំងឬក៏មានអីត្រូវមិនដំណោយផលអីទេគាត់តែថាធម្មតាទេពេលធ្វើអញ្ចឹងយើងត្រូវតែមានចាស់ទុំគាត់មកឲ្យដូចជាបាយកងបលីនឹងមើលថ្ងៃខែមើលអីថាឬក៏សុំទឹកសុំដីអ្នកដែលថែសារនៅស្រុកភូមិនឹងឬក៏ដីភូមិកនឹងអញ្ចឹងណានឹងឯងសូមបញ្ជាក់ថានៅកំឡុងពេលដែលគាត់សាងសង់ហ្នឹងអត់មានអីដូចជាហេតុភេទអីកើតឡើងចម្លែកអីទេការមើលកាយខែក៏ល្អទាំងអស់ហើយគាត់កន្លងពេលអស់ដូចជា2ខែគាត់បានធ្វើផ្ទះនឹងរួចហើយធ្វើរួចក៏គាត់បាននិមន្តព្រះសង្ឃមកសោយទឹកឬក៏មកសូត្រមន្តលើករាសីឬក៏វិសាខ្មែរយើងហៅថាឡើងផ្ទះសូត្រមន្តឡើងផ្ទះអីចឹងណាបាទបន្ទាប់ពីគាត់បានធ្វើកម្មវិធីខាងប្រពៃណីសាសនាឲ្យអស់ហើយគាត់បាន
ដូចជានៅក្នុងកម្មវិធីហ្នឹងគេបានបញ្ជាក់ថាគាត់បាននិមន្តឬក៏ហៅអញ្ជើញនៅជំនាញផ្ទះជំនាញផ្ទះមកកាន់ឬថែសារនៅផ្ទះរបស់គាត់ធម្មតាទេនៅក្នុងភូមិនៅក្នុងផ្ទះមួយត្រូវតែមានជំនាញមួយសម្រាប់ការពារដើម្បីកុំឲ្យអ្នកគេឬក៏មានអ្នកគេចិត្តមិនល្អចង់ធ្វើបាបយើងទុកចិត្តលើជំនាញផ្ទះទៅប៉ុន្តែដោយសារតាការមិនជឿឬក៏ប្រមាថរបស់ពួកគាត់នឹងទៅធ្វើឲ្យមានរឿងចម្លែកកើតឡើងនៅក្នុងគ្រួសារគាត់ហើយក៏នៅកើតឡើងនៅក្នុងផ្ទះគាត់ដែរបាទជាថ្ងៃមួយគាត់បានប្រាប់ថាថ្ងៃមួយបន្ទាប់ពីគាត់ធ្វើផ្ទះបានមួយរយៈហ្នឹងគាត់បានសម្រាននៅពេលថ្ងៃមួយហ្នឹងមើលសម្រានពេលថ្ងៃប្តីរបស់គាត់បានសម្រានធម្មតាអញ្ចឹងក៏ជំនាញផ្ទះហ្នឹងឲ្យឃើញហើយក៏បាននិយាយថាបើសិនជាគាត់ថាជំនាញផ្ទះហ្នឹងគាត់ថាគាត់នឹងជាជំនាញផ្ទះហ្នឹងជាអ្នកមើលថែសារនៅក្នុងផ្ទះហ្នឹងអញ្ចឹងណាហើយបងប្រុសហ្នឹងគាត់បានធ្លាប់សន្យាថាបើសិនជាគាត់បានធ្វើផ្ទះរួចរាល់អស់គាត់នឹងធ្វើដូចជាសំណែនសែនអ្នកតានៅក្នុងភូមិស្រុកហ្នឹងអញ្ចឹងប៉ុន្តែគាត់បានធ្វើហើយគាត់អត់ទេគាត់តាមមុនលោកឆាន់គាត់បានធ្វើតាមការសន្យារបស់គាត់កាលពេលដំបូងគាត់សុំដីសុំទឹកគេនៅអញ្ចឹងណាបងប្អូនហើយគាត់បានថាគាត់ក៏អត់ចាប់អារម្មណ៍ដែរស្មានតែការវើវាយរបស់គាត់តែតាមការពិតអត់ទេមិនវើវាយទេដោយសារតែជំនាញផ្ទះមកប្រាប់ថាគាត់ជពាក់បបសំណែនរបស់គេអញ្ចឹងណាបងប្អូនធ្លាប់មើលរឿងឬក៏បានធ្លាប់ឮចាស់និយាយអត់ថានៅក្នុងភូមិហ្នឹងមានអ្នកតាមានជំនាញផ្ទះមានអ្នកគេហៅថាជំនាញភូមិខ្ញុំធ្លាប់ឮចាស់និយាយប្រាប់ថាបើសិនជាមានរឿងអីមកពីក្រៅទៅជំនាញភូមិមកប្រាប់ជំនាញផ្ទះអញ្ចឹងណាជំនាញផ្ទះហ្នឹងមកប្រាប់យើងបន្តទៀតព្រោះអីយើងជាម្ចាស់ផ្ទះឧទាហរណ៍ខ្ញុំជាម្ចាស់ផ្ទះហ្នឹងអញ្ចឹងណាបងប្អូនបើសិនជាអត់ប្រាប់យើងអត់ដឹងទេហើយក៏បាទបន្តទៅចូលដល់សាច់រឿងរបស់បងប្រុសហ្នឹងម្ដងទៀតបាទក៏អត់ថាក៏អត់ជឿទេគាត់ក៏ថាស្មានតែយើងធម្មតាគាត់សម្រាប់លក់មកភ្លឹបពេលថ្ងៃអញ្ចឹងស្មានតែវើវាយហើយក៏នៅតែបន្តមិនជឿឬក៏អីធ្វើហីអញ្ចឹងទៅស្រាប់តែពេលដូចជាកន្លះខែក្រោយមកប្រពន្ធរបស់គាត់នឹងឈឺលាក់ខ្លួនឈឺបងប្អូនមើលអត់ជាទេដោយសារតែប្រហែលជាអ្នកតានឹងបើតាមចិត្តខ្ញុំគាត់ថាអ្នកតានឹងគាត់ធ្វើអញ្ចឹងណាហើយបើតាមគាត់ថាបើឈឺដោយសារជំងឺរបស់ប្រពន្ធគាត់ដូចបានដឹងពីគាត់បន្តទៀតគាត់ថាអស់រយៈពេលមួយខែគាត់មើលប្រពន្ធគាត់អត់ជាហើយពេទ្យក៏កវីក្បាលដែរហើយលក្ខណៈថាអស់ផ្លូវមើលអញ្ចឹងណាបងប្អូនអស់ផ្លូវមើលមិនដឹងតាណាតណៃស្រាប់តែគាត់ទៅមើលគ្រូខ្មែរដាក់ថ្នាំខ្មែរក៏មិនត្រូវដាក់អីក៏មិនត្រូវតែគាត់អត់គាត់ភ្លេចឲ្យរឿងដែលថាជំនាញផ្ទះឲ្យយកសពតាមពិតទៅជំនាញផ្ទះគាត់ជាអ្នកមើលថែសរសើរនៅក្នុងផ្ទះរបស់យើងមិនគួរណាក៏អត់ជឿបើសម្រាប់ខ្ញុំមិនមែនថាអត់ជឿទេហើយក៏មិនប្រមាថដែរបើសិនជាគាត់យកចិត្តទុកដាក់ជាមួយនឹងការអបិយជំនឿបន្តិចខ្ញុំគិតថារឿងនឹងអត់កើតឡើងចំពោះគ្រួសារគាត់ទេបាទមកយើងត្រឡប់មកកាន់សាច់រឿងរបស់យើងវិញបន្ទាប់ពីមើលគ្រូខ្មែរក៏បញ្ជាអីក៏បញ្ជាក៏សម្រេចចិត្តថាទៅមើលផ្លូវក្នុងអញ្ចឹងណាបងប្អូនធម្មតាទេដោយសារតែពីមុន
អ្នកចេះខាងផ្លូវក្នុងហ្នឹងក៏វាច្រើនហើយគេចេះមើលចេះអីដឹងថាអ្នកគេធ្វើអីអ្នកធ្វើអីចឹងណាបងប្អូនសម្រាប់ដូចពួកខ្ញុំសកលក្រោយនេះដូចជាអត់ដឹងទេអត់ដឹងបាទបន្ទាប់ពីមើលគុនគូមើលទៅមើលដល់អត់ឃើញគាត់ថាមើលមិនឃើញតែអស់លទ្ធភាពនឹងមើលប្រពន្ធរបស់គាត់ឯងប្រពន្ធរបស់គាត់តាំងពីនៅសាច់គីឡូដូចជា60រហូតធ្លាក់ដល់40ចិត្តដល់30គីឡូមើលមិនត្រូវហ៎បងប្អូនប្រហែលជាមានបានដឹងខ្លះហើយដោយសារតែរឿងហ្នឹងខ្ញុំលើកយកមកនិយាយនេះគឺជារឿងដែលអាចនឹងកើតឡើងជាទូទៅនៅក្នុងស្រុកភូមិបងប្អូនចឹងណាហ្នឹងហើយបន្ទាប់ពីគាត់អស់លទ្ធភាពនឹងមើលប្រពន្ធគាត់ក៏ថាមិនតែមកផ្ទះវិញទេមកផ្ទះវិញគាត់បានសម្រាននៅលើខែដែលគាត់ធ្លាប់ជំនាញផ្ទះឲ្យឃើញឲ្យយល់សពឲ្យយល់សពថាឲ្យឃើញថាជំពាក់សំណែនរបស់អ្នកតាចាស់ស្រុកក៏គាត់បានគេនៅកន្លែងហ្នឹងដែលគាត់ឃើញហើយគាត់អ្នកជំនាញផ្ទះក៏បានមកបញ្យលម្ដងទៀតគាត់ក៏ចាប់អារម្មណ៍ទៅពេលចាប់អារម្មណ៍អញ្ចឹងទៅនឹកឃើញថាសំណាងដែរដោយសារតែគាត់បានត្រឡប់មកផ្ទះហើយគាត់បានជំនាញផ្ទះហ្នឹងបានប្រាប់អញ្ចឹងណាបងប្អូនបានប្រាប់ថាបើសិនជាអត់ធ្វើឲ្យគេទេប្រពន្ធគាត់ពិតជាមិនអាចនៅបន្តទៀតបានអញ្ចឹងបាទតាមការលើកឡើងរបស់គាត់នឹងគាត់និយាយមកគាត់ថាអូយគាត់មិនថាអត់ជឿទេហើយក៏ចាប់ពីថ្ងៃនេះទៅគាត់ថារឿងអ្វីដែលយើងគួរជឿយើងជឿយើងអ្វីដែលថាមិនគួរជឿយើងកុំជឿប៉ុន្តែជឿដោយមានលក្ខណៈថាមានជឿកុំជឿងប់ណាបងប្អូនបាទតោះយើងចូលមកដល់សាច់រឿងយើងបន្តទៀតបាទបន្ទាប់ពីគាត់បានយកសុបិនឬក៏យកសពម្ដងទៀតហ្នឹងគាត់ក៏ហៅចាស់ដែលគាត់ដឹងពីទំនៀមទម្លាប់ដឹងពីការធ្វើសែនឲ្យអ្នកតានឹងអញ្ចឹងណាក៏រយៈពេលសែនហើយមួយថ្ងៃហ្នឹងប្រពន្ធគាត់ក៏យ៉ាងធូរហើយលក្ខណៈថាយើងសែនហើយអញ្ចឹងវាគេទទួលសំណែនយើងអញ្ចឹងណាបងប្អូនគាត់ក៏បានប្រាប់ថាបើសិនជាមានកូនចៅខុសអីចឹងនៅខ្វះអ្វីដែលកូនចៅបានធ្លាប់សន្យាអីចឹងណាគាត់ថាអញ្ចឹងណាបើសិនជានេះទេមកប្រាប់ជានាងផ្ទះមកកូនចៅអត់ដឹងទេកុំប្រកែប្រកាន់អីចឹងណាបាទហើយកន្លងដូចជា2-3ថ្ងៃក្រោយប្រពន្ធគាត់ធូរស្បើយធម្មតាប៉ុន្តែអ្នកតាចាស់ស្រុកហ្នឹងគាត់បានឲ្យជានាងផ្ទះមកប្រាប់ថាកូនចៅរបស់គាត់ហ្នឹងមិនគោរពពាក្យសន្យាទេគួរតែធ្វើឲ្យគាត់នឹងដឹងអំពីការសន្យាដូចជាធម្មតាទេយើងសន្យាឲ្យធ្វើអត់បានអញ្ចឹងសូម្បីតែអ្នកតាក៏កោតខឹងចោះតម្រាំមើលសាមញ្ញធម្មតាបាទនិយាយលេងសើចទេបងប្អូនរឿងនេះជារឿងពិតដែលកើតឡើងដោយសារតែកើតឡើងនៅក្នុងភូមិរបស់ខ្ញុំហើយខ្ញុំបានទៅជួបបងប្រុសហើយក៏បានសួរគាត់ថាបងមួយរយៈមុនបងមានរឿងអីចឹងរឿងហ្នឹងវាតែប៉ុណ្្នឹងឯងវាអត់មានហេតុភេទអីចម្លែកឬក៏ធ្វើឲ្យអ្នកណាបាត់បង់នៅជីវិតអីទេគ្រាន់តែចង់បញ្ជាក់ប្រាប់បងប្អូនថាសូមស្ដាប់វីដេអូរបស់ខ្ញុំនេះដោយការពិចារណាហើយនឹងជួយវិយតម្លៃដល់ខ្ញុំផងដោយសារតែរឿងខ្ញុំសិតតែលើកឡើងមកអំពីបងប្អូនដែលគាត់បានផ្ដល់ជូនខ្ញុំនិងខ្ញុំទៅសួរ
ចាស់ឬក៏បងប្អូនដែលគាត់បានជួបរឿងកើតហេតុហ្នឹងផ្ទាល់អញ្ចឹងណាបាទជាចុងក្រោយដែរដូចជាអត់មានអីប្លែកទេសូមជូនពរដល់បងប្អូនប្រិយមិត្តទាំងអស់ដែលបានស្ដាប់នៅរឿងជំនាញផ្ទះបាទរបស់ខ្ញុំសូមបងប្អូនសូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងផងបាទបងប្អូនបាទសូមអរគុណបងប្អូនទាំងអស់គ្នា